ជប៉ុនពេលនេះគឺបានកែប្រែប្រវត្តិសាស្ត្រដ៏ធំមួយសម្រាប់ប្រទេសរបស់ខ្លួនដោយបានតែងតាំងនាយករដ្ឋមន្ត្រីថ្មីគឺស្ត្រីនៅក្នុង history របស់ Japan ហើយអញ្ចឹងគាត់ម្នាក់នេះគឺជា Japan first ever female prime minister ហើយគាត់មានឈ្មោះថា Sane Takaichi អាយុ64ឆ្នាំគាត់ទើបតែបានឈ្នះឆ្នោតនៅក្នុងថ្ងៃទី21ខែតុលាម៉ោងរសៀលថ្ងៃមិញនេះទេដោយទទួលបានសម្លេងបោះឆ្នោតរហូតដល់237 វ៉ូតហើយនិយាយទៅគឺគាត់យកឈ្នះដៃគូប្រជែងបរិះរហូតដល់4នាក់ហើយអ្វីដែលគាត់បាននិយាយដែលគួរឲ្យចាប់អារម្មណ៍នោះគឺគាត់អត់គ្រប់គ្រង illegal immigration ដែលជាជនអន្តោប្រវេសន៍ចូលមករស់នៅក្នុងជប៉ុនអត់ស្របច្បាប់ហើយ no Islamist and fake refugee ដែលអាចបកប្រែមកថាការចូលមកភៀសខ្លួនคล้ายៗគឺគាត់ចង់បណ្ដេញចេញពីជប៉ុនទាំងអស់តោះយ៉ាងនេះគឺជារឿងកលការនយោបាយរបស់ជប៉ុនវារឿង sensitive បន្តិចក៏ថាបានដែរដោយសារថ្មីនេះអ្នកនរគ្នាបានឃើញអត់ជប៉ុនគឺបាននាំយក immigration ចូលក្នុងស្រុកច្រើនហើយមែនតើជាពិសេសដូចជាឥណ្ឌាដោយសារនៅជប៉ុនគឺខ្វះខាតកម្លាំងពលកម្មតែនាយករដ្ឋមន្ត្រីថ្មីរបស់គេនេះគឺចង់កែប្រែអានឹងចេញ anyway បើយើងមកមើល personal life របស់គាត់វិញគឺគាត់ cool ខ្លាំងមែនតើការនៅរៀនគឺគាត់ជា heavy metal drummer និយាយទៅអាគេគោះស្ទរតន្ត្រីចេះហ៎ហើយតន្ត្រីដែលគាត់ចូលចិត្តគឺប្រភេទ rock គឺ heavy ណាស់គ្នាបទគឺគេស្រែកខ្លាំងជំនៀងថ្លង់មែនតើហ្មងហើយគឺគាត់ជា biker ដូចគ្នាស្រឡាញ់ឡានស្រឡាញ់ម៉ូតូនិយាយទៅ she's very cool ទៅយ៉ាអញ្ចឹងយើងចាំមើលទាំងអស់គ្នាថាគាត់នឹងកែប្រែជប៉ុនបែបរបៀបម៉េចជាពិសេសទៅលើគោលនយោបាយថ្មីរបស់គាត់អញ្ចឹងចំពោះបងប្អូនវិញគិតមិនដែរអញ្ចឹងចាំមើលបើមានអីថ្មីទៀតចាំខ្ញុំអាប់ដេតអ្នកនរគ្នាសូមកុំភ្លេច follow Facebook និង TikTok របស់ខ្ញុំនេះផង